យប់ទី1នៅ Harmony Hotel តើខ្ញុំបានធ្វើសកម្មភាពអ្វីខ្លះអ្នកនរគ្នាកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់សួស្តីអ្នកទាំងអស់គ្នាតាមរយៈវីដេអូនេះគឺថ្ងៃចុងសប្តាហ៍ដែលខ្ញុំមក check in ហើយ check in ពេលល្ងាចទៀតចាដោយសារតែទីតាំងនេះគឺនៅជិតចាបរមរាជវាំងហើយនៅជិត Walk Street ដូចគ្នាដែរគ្រាន់តែមកដល់ភ្លាមទទួលបានការស្វាគមន៍រាក់ទាក់ពីបុគ្គលិកយ៉ាងកក់ក្ដៅខ្លាំងមែនទែននេះគ្រាន់តែឈានជើងមកដំបូងចុះតម្រាំតែគេ1យប់2យប់3យប់តើយ៉ាងណាទៅហើយអីដែលសំខាន់អ្នកនរគ្នាចាំខ្ញុំបង្ហាញអំពីបន្ទប់នីមួយៗតើបន្ទប់នីមួយៗនឹងមានស្ថានភាពបែបណានិយាយចាំគ្រាន់តែមកដល់ហ្នឹងគឺមេឃដែលងឹតបាត់ហើយអូខេចុះមកដល់បន្ទប់ទី1នេះក្នុងករណីដែលគ្នាយើងមកច្រើនអ្នកចា3នាក់4នាក់អីចឹងទៅយើងអាចមកបន្ទប់នេះបានហើយវាធំទូលាយមកលក្ខណៈគ្រួសារក៏បានដែរដោយសារយើងមានក្រេ2ហើយក្រេ1គេ2នាក់ក្រេ1គេ1នាក់អីចឹងទៅនិយាយពីបន្ទប់នេះធំទូលាយមែនទែន recommend សម្រាប់អ្នកដែលមានគ្នាច្រើនមកណាចូលមកដល់បន្ទប់ទី2ជាបន្ទប់ក្រេ1បន្ទប់នេះអាចសម្រាប់អ្នកដែលមានដៃគូគ្រួសារចាស្វាមីភរិយាគាត់អាចមកគេងបានឬក៏មិត្តភ័ក្តិ2នាក់ចឹងទៅអញ្ចឹងទទួលបានការស្វាគមន៍ហើយដាក់រូប cute មែនទែនដាក់សាក់បេះដូងអីណាបើនិយាយអំពីទៅដល់បន្ទប់ទឹកក៏ដូចគ្នាដែរបន្ទប់ទឹកគេស្អាតមែនទែនអ្នកទាំងអស់គ្នាចាបន្ទប់ទឹកគេកន្លែងមួយទឹកគេនៅខាងក្រៅគេងមួយទឹកត្រាំទឹកចឹងទៅហើយបន្ទប់ទឹកគេនៅខាងក្នុងហើយមានកញ្ចក់កន្លែងផ្លុំសក់នៅខាងក្រៅមួយដែរអញ្ចឹងងាយស្រួលអីដែលសំខាន់ណាស់កន្លែងតុ make up ហ្នឹងក៏ល្អដែរនិយាយពីខ្ញុំវិញអេវ៉ាវ៉ាន់យកទៅផ្ទះសឹងតែអស់ហើយធ្វើដូចខ្លួនឯងហ្នឹងមកនៅនឹង2ខែអញ្ចឹងចាហើយគេមានទឹកមានអីចាំទូគេឡើងស្អាតគាត់តែភ្លេចខ្លួនមកផ្លេតចាំមិនងឹតបាទអត់តបានធ្វើអីផងហើយឃើញថានៅ Voxit មនុស្សមកច្រើនមែនទែនចាពេលនេះចាប់ផ្ដើមផ្ដុកក្ដួលចារៀបចំខ្លួនទៅដល់លេខដែរប៉ុន្តែមុនទៅ Voxit អ្នកនរគ្នាខ្ញុំមកធួនៅកន្លែងអាងទឹកកន្លែងជីមសិនប៉ុន្តែពេលយប់ហើយធ្វើមិនទេមកលើកហ្នឹងអត់បានចុះហែលទឹកនឹងចូលជីមទេដោយសារពេលវេលាខ្លីព្រោះ check in មកពេលល្ងាចយប់បាត់ហើយអូខេឥឡូវបង្ហាញអំពីទស្សនវិជ្ជានៅ Sky Bar គ្រាន់តែមើលឲ្យនឹកឃើញដល់ពេលបុណ្យអុំទូកពេលឆ្លងឆ្នាំពេលកម្មវិធីពិសេសដែលគេបាញ់កំជ្រួយចេះអ្នកនរគ្នាកក់ទុកឲ្យហើយពីឥឡូវទៅគឺទេសភាពស្អាតខ្លាំងមែនទែនគេងហើយតោះដើរ Walk Street ក៏បានមុខវាំងក៏បានអញ្ចឹងឆ្លៀតពេលឃើញឈ្ងុយក្លិនមឹកអាំងចុះមកទិញមឹកអាំងញ៉ាំសាច់គោអាំងញ៉ាំសិនហើយចាំឡើងទៅលើ Sky Bar វិញអូយអ្នកនរគ្នា recommend sushi សាច់ត្រីសាម៉ុននេះឆ្ងាញ់ស្លាប់កប់ហ្មងណាចាហើយក៏មិនអាចខ្វះបានជាមួយនឹងទម្លុងម្ដងពងហើយនឹង cocktail ឆ្ងាញ់មែនទែនចាបន្ទាប់ពីនឹងយើងគេងងើបព្រលឹមឡើងចាប់ផ្ដើមធួទៀតហើយចាយើងដើរមកដោយសារពេលវេលាខ្ញុំត្រូវ check out ហើយនឹងត្រឡប់ទៅធ្វើការជាបន្តទៀតអញ្ចឹងទោះជាមិនបានចូលហាត់ប្រាណតែមកថតឲ្យអ្នកនរគ្នាមើលបើសិនជាមានឱកាសមានពេលវេលាគ្រប់គ្រាន់ចូលហាត់ប្រាណជីមគេថ្មីស្អាតមែនទែនហើយអាំងហែលទឹកនឹងជីមហ្នឹងគឺនៅជុំគ្នាតែម្ដងអូខេអ្នកទាំងអស់គ្នាចុងសប្តាហ៍ទៅដើរលេងខេត្តអត់កើតទេខែភ្លៀងអីណែចានៅភ្នំពេញតាណាអស់លេងបានចុងសប្តាហ៍ហើយដើរ Voxit ទៀតអញ្ចឹងដល់ពេលយើង check in បន្ទប់ហ្នឹងគឺគេ include ជាមួយនឹងអាហារពេលព្រឹកអញ្ចឹងពេលព្រឹកមានអាហារបែបអឺរ៉ុបអាហារបែបខ្មែរហើយមានអាហារចម្រុះដែរអញ្ចឹងពេលហ្នឹងគេងយូរដែរតែមកដល់ក៏មានពេលវេលាញ៉ាំឆុងកាហ្វេអីញ៉ាំទៅអូខេអញ្ចឹងញ៉ាំខ្លះថតបានតិចតួចអ្នកនរគ្នាបើចង់ដឹងកុំភ្លេចចា booking ឲ្យហើយទៅចុងសប្តាហ៍ហ្នឹងគឺថាសប្បាយតែម្ដងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងទេអ្នកនរគ្នាក្នុងការចែករំលែកពីបទពិសោធន៍យប់ទី1នៅ Harmony Hotel គឺមានអារម្មណ៍ស្រស់ស្រាយល្អ